ប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជារឿងរ៉ាវដែលបានកើតឡើងនោះទេវាគឺជារឿងដែលត្រូវគេនិទានតគ្នានៅទីនេះរឿងរ៉ាវមួយអាចក្លាយជាប្រវត្តិសាស្ត្រទៅបានលុះត្រាតែវាត្រូវបានគេចែករំលែកប្រាប់គ្នាទីនេះមេបញ្ជាការវាំងសัตว์សម្លឹងមកដោយកែវភ្នែកមើងម៉ាត់រួចចាប់ផ្ដើមទម្លាយការគិតរបស់ខ្លួនយើងបានឮមកថាស្ថានភាពរបស់បកហូសានៅពេលនេះគឺមិនសូវជានិមិត្តល្អប៉ុន្មានទេតាមពិតទៅពួកឯងគួរតែជាអ្នកមានមុខមាត់ដើរនិទានប្រាប់គេឯងពីវីរភាពដ៏អស្ចារ្យដែលបុព្វបុរសពួកឯងបានបន្សល់ទុកប៉ុន្តែគួរឲ្យស្ដាយបករបស់ឯងបែរជាបាត់បង់ទាំងមនុស្សដែលត្រូវរៀបរាប់សាច់រឿងនេះនិងបាត់បង់ទាំងកម្លាំងដើម្បីការពារវាហេតុនេះហើយទើបកិត្តិនាមមួយនេះត្រូវគេបំភ្លេចចោលដោយជាមិនផុតតើត្រូវបានសរសេរឡើងដោយអ្នកឈ្នះប៉ុន្តែប្រសិនបើអ្នកឈ្នះធ្លាក់ខ្លួនដុនដាបពួកអ្នកដែលចាំតែស៊ីសាកសពច្បាស់ជាមិនបណ្ដោយឲ្យឱកាសដណ្ដើមយកស្នាដៃនេះកន្លងផុតទៅឡើយប្រសិនបើពួកអ្នកនៅតំបន់កណ្ដាលនៅតែរក្សាទំនាក់ទំនងជាមួយយូណានរឿងបែបនេះច្បាស់ជាមិនកើតឡើងទេពួកមនុស្សរមិលគុណអស់នោះគាត់បន្តសម្ដីដោយទឹកមុខខកចិត្តនិងពោពេញដោយគំនុំនិយាយឲ្យចំទៅពួកវាប្រហែលជាមានអារម្មណ៍ថាជំពាក់គុណខ្លាំងពេកប្រសិនបើពួកតំបន់កណ្ដាលព្រមទទួលស្គាល់នៅរាល់វីរភាពដ៏ធំធេងដែលអាទិទេពដាវផ្កាផ្លុំបានបន្សល់ទុកក្នុងសង្គ្រាមនោះពួកវាច្បាស់ជាមិនអាចបោះបង់ចោលបកហូសានដែលកំពុងធ្លាក់ចុះទន់ខ្សោយនោះទេយ៉ាងណាមិញពួកបកធំដែលតែងតែអួតអាងពីសាមគ្គីភាពច្បាស់ជាមិនអាចបែរខ្នងដាក់អ្នកដែលពួកវាជំពាក់គុណបានឡើយគាត់ដូចជាយ៉ាងណាពួកអ្នកដែលបានបញ្ចប់សង្គ្រាមបែរជាមិនអាចបន្សល់ទុកនូវមតិល្អណាមួយសម្រាប់ខ្លួនឯងដូច្នេះហើយទើបពួកតំបន់កណ្ដាលនាំគ្នាធ្វើហាក់ដូចជាវីរភាពទាំងនោះមិនធ្លាប់កើតឡើងទាល់តែសោះពួកវាច្បាស់ជាបានលួចត្រូវរើគ្នាយ៉ាងស្ងាត់កំបាំងដើម្បីលុបបំបាត់ចោលនៅការពិតដែលថាពួកវាជំពាក់គុណបកហូសានដឹកមុខរបស់គាត់ប្រែជាស្រងូតស្រងាត់ជាងមុនប្រសិនបើមាននរណាម្នាក់សូម្បីតែម្នាក់ហ៊ានចេញមុខសួរថាតើបកហូសានមិនគួរទទួលបានការតបស្នងចំពោះការលះបង់របស់ពួកគេទេឬនោះប្រហែលជាលទ្ធផលអាចនឹងខុសពីនេះប៉ុន្តែគួរឲ្យស្ដាយគ្មាននរណាម្នាក់ហ៊ានហើបមាត់និយាយសូម្បីតែមួយម៉ាត់គាត់ដកដង្ហើមធំបញ្ចេញភាពនឿយណាយតែយើងអាចរំពឹងអ្វីបានទៅលោកយាននេះតែងតែបែបហ្នឹងហើយពិភពគុណតែងតែគ្មានបេះដូងជានិច្ចតាមពិតទៅវាជារឿងកម្រណាស់ដែលនៅមានមនុស្សចងចាំការពិតនេះហើយថែមទាំងសាងសង់វិហារដើម្បីបង្ហាញការដឹងគុណទៀតផងសង្គ្រាមមួយនោះបានឆក់យករបស់ជាច្រើនពេកហើយគាត់ងាកមកសម្លឹងជុំមយងចំប្រសិនបើអាទិទេពដាវផ្កាផ្លុំមិនបានសម្រេចការកាត់ផ្តាច់កិលេសឡើងឋានសួគ៌ក្នុងសង្គ្រាមនោះទេប្រវត្តិសាស្ត្ររបស់ពិភពគុណច្បាស់ជាត្រូវរៀបចំឡើងវិញដោយមានបករបស់គាត់ជាចំណុចកណ្ដាលមិនខានទាំងវាំងសត្វទិសខាងត្បូងនិងបកហួសានសុទ្ធតែបាត់បង់ច្រើនពេកនៅក្នុងសង្គ្រាមបង្ក្រាបបិសាចនោះហើយទោះបីជាពេលវេលាកន្លងផុតទៅ100ឆ្នាំក៏ដោយក៏ពួកយើងនៅតែឈឺចាប់ដោយសារមុខរបួសទាំងនោះដដែលគាត់លើកកែវស្រហុចទៅឲ្យចុងមយងដោយបញ្ជាក់ពីគោលចំហរបស់ខ្លួនយកនេះទៅយើងហុចស្រាមួយកែវនេះឲ្យឯងក្នុងនាមជាអ្នកដែលមានវាសនាស្រដៀងគ្នាមិនមែនក្នុងនាមជាមេបញ្ជាការវាំងសត្វទិសខាងត្បូងទេប៉ុន្តែក្នុងនាមជាមិត្តរួមដំណើរដែលមានប្រវត្តិឈឺចាប់ដូចគ្នាលោកកញ្ញានេះគ្មានបេះដូងទេឯងច្បាស់ជាកំពុងឈឺចាប់ខ្លាំងណាស់ហើយចុងមយងទទួលយកកែវស្រានោះមកក្រេបបន្តិចដោយមិនបង្ហាញអារម្មណ៍អ្វីទាំងអស់រួចតបទៅវិញយ៉ាងសាមញ្ញទេមិនសូវប៉ុន្មានទេចុងមយងបន្តសម្ដីដោយភាពស្ងប់ស្ងាត់តែមុតស្រួចវាជារឿងចម្លែកណាស់ប្រសិនបើគិតថាពួកយើងគួរតែទទួលបានរង្វាន់សពគ្រប់បែបយ៉ាងចំពោះអ្វីដែលពួកយើងបានធ្វើកាលពីពេលនោះតាមពិតទៅមនុស្សទាំងនោះប្រហែលជាមិនមែនសម្រុកចូលសមរភូមិដោយរំពឹងចង់បានរង្វាន់តាំងពីដំបូងមកម្លេះអតីតកាលគឺជាអតីតកាលតើវាមានប្រយោជន៍អ្វីបើគ្រាន់តែដេកននាលលើដីស្រែកយំទាមទាររកយុត្តិធម៌នោះគ្រប់យ៉ាងវាបានបញ្ចប់បាត់ទៅហើយចុងមយងទម្លាក់កែវស្រាចុះលើតុរួចសម្លឹងទៅមុខដោយកែវភ្នែកពោពេញដោយថាមពលមោះមុតអ្វីដែលសំខាន់គឺបច្ចុប្បន្នពួកយើងគ្រាន់តែត្រូវធ្វើឲ្យបកហួសានខ្លាចជាបកដ៏អស្ចារ្យបំផុតនៅក្នុងចំនួនរបស់ពួកយើងទៅវាចប់បាត់ទៅហើយកែវភ្នែករបស់ចុងមយងបញ្ចេញពន្លឺមុតស្រួចហាក់ដូចជាកំពុងសម្លឹងមើលទៅអនាគតដ៏រុងរឿងដែលខ្លួននឹងបង្កើតឡើងនៅពេលនោះអតីតកាលរបស់ពួកយើងនឹងត្រូវបានគេទទួលស្គាល់ដោយស្វ័យប្រវត្តិយ៉ាងណាមិញប្រវត្តិសាស្ត្រតែងតែត្រូវបានសរសេរឡើងដោយអ្នកឈ្នះជានិច្ចមេបញ្ជាការវាំងសត្វបើកភ្នែកធំបន្តិចដោយការចាប់អារម្មណ៍រួចញញឹមពេញទំហឹងសម្ដែងការពេញចិត្តយ៉ាងខ្លាំងកាន់តែស្ដាប់សម្ដីឯងយើងកាន់តែពេញចិត្តឯងហើយនឹកឃើញទើបដឹងថាយើងភ្លេចសួររឿងមួយតើខ្យល់អ្វីហក់មកទើបនាំពួកឯងធ្វើដំណើរផ្លូវឆ្ងាយពីសានស៊ីមកដល់យូណាននេះផ្លូវនេះមិនមែនចិត្តទេចុងមយងងាកមកតបដោយសម្ដីរាបស្មើតាមពិតទៅខ្ញុំក៏បំរុងនឹងប្រាប់លោកស្រាប់ហើយតើនៅទីនេះមានរុក្ខជាតិមួយប្រភេទឈ្មោះថាស្មៅអធិរាជដែរឬទេមេបញ្ជាការវាំងសត្វងក់ក្បាលចុះឡើងបង្ហាញទឹកមុខងឿងឆ្ងល់ជាខ្លាំងស្មៅអធិរាជវាជារបស់អ្វីទៅយើងមិនដែលឮសោះចុងមយងយកដៃខ្ទប់ក្បាលដោយការឈឺចាប់ខណៈរាងកាយត្រេតត្រោតរកដួលយើងគិតថាយើងផឹកស្រាច្រើនពេកយប់រំលងអាត្រៀតនៅក្នុងបន្ទប់ដ៏ស្ងាត់ជ្រងំមួយជូហ្គបើកភ្នែកឡើងឃើញយុនចុងកំពុងអង្គុយសម្ងំក្នុងភាពងងឹតទើបសួរឡើងដោយក្តីបារម្ភយុនចុងខ្ញុំស្មានតែឯងគេងលក់បាត់ទៅហើយតើឯងកំពុងមានរឿងកង្វល់អ្វីមែនទេយុនចុងងាកមកតបដោយសំនៀងខ្សោយវាមិនមែនជាកង្វល់អ្វីធំដុំទេគ្រាន់តែខ្ញុំសុំទោសមកពីខ្ញុំជាបន្ទុករបស់គ្រប់គ្នាជូហ្គជ្រួញចិញ្ចាមដោយភាពមិនយល់ស្របហេតុអីឯងនិយាយបែបនេះពួកយើងសំណាងណាស់ដែលគ្រប់យ៉ាងបានបញ្ចប់ទៅយ៉ាងរលូនប្រសិនបើរឿងរ៉ាវប្រែប្រួលតែបន្តិចពួកយើងច្បាស់ជាស្លាប់ទាំងអស់គ្នាដោយសារតែខ្ញុំមិនខានយុនចុងដកដង្ហើមធំរួចបញ្យល់ពីហេតុផលរបស់ខ្លួនឯងនិយាយបែបហ្នឹងទៀតហើយទោះបីជាស្ថានភាពប្រែប្រួលទៅជាអាក្រក់យ៉ាងណាក៏ដោយក៏ឲ្យតែមានចុងមយងនៅទីនេះពួកយើងច្បាស់ជាអាចដោះស្រាយបានដោយវិធីណាមួយមិនខាន
នោះហើយគឺជាបញ្ហាចូលយល់សម្លឹងមើលយួនចុងដោយការងឿងឆ្ងល់បញ្ហាអ្វីទៅយួនចុងបន្តរៀបរាប់ដោយការបន្ទោសខ្លួនឯងដោយសារតែចុងមកយងនៅទីនេះគ្រប់យ៉ាងនឹងដោះស្រាយចេញដោយវិធីណាមួយខ្ញុំគិតថាខ្ញុំក៏មានគំនិតបែបនេះដែរពេញមួយការធ្វើដំណើររបស់ពួកយើងជាលទ្ធផលខ្ញុំមិនត្រឹមតែមិនបានជួយអ្វីគេទេថែមទាំងខ្លាចជាបន្ទុករបស់គេទៀតផងវាពិតជាល្ងងខ្លាំងណាស់ខ្ញុំនឹងមិនធ្វើរឿងបែបនេះទៀតទេខ្ញុំពិតជាសូមទោសរកឡប់ព្យាយាមលួងលោមទេយល់ចង់ប៉ុន្តែតើខ្ញុំអាចសួរបានទេថាហេតុអីបានជាឯងមានអារម្មណ៍បែបនេះនេះជាលើកទី1ហើយដែលខ្ញុំឃើញឯងមើងម៉ាត់ដល់ថ្នាក់នេះយួនចង់ទម្លាក់កែវភ្នែកចុះរំលឹកពីអតីតកាលដ៏ល្វីងជូរចត់តាមពិតទៅឯងដឹងទេថាខ្ញុំជាក្មេងកំព្រាជូហ្គលតបដោយការយល់ចិត្តដឹងខ្ញុំធ្លាប់បានឮគេនិយាយយួនចង់សួរញ៉ាំបន្ថែមទៀតចុះឯងដឹងទេថាខ្ញុំធ្លាប់ជាក្មេងសំទៀនជូហ្គលបញ្ចេញទឹកមុខស្រឡាំងកាំងបន្តិចអីគេយួនចង់ចាប់ផ្ដើមរៀបរាប់ពីការចងចាំដ៏ឈឺចាប់របស់ខ្លួនការចងចាំដំបូងបំផុតរបស់ខ្ញុំគឺការរស់នៅជាមួយម្ដាយពួកយើងមានគ្នាតែ2នាក់ម្ដាយកូនប៉ុណ្ណោះពួកយើងគ្មានសាច់ញាតិគ្មានអ្នកស្គាល់គ្នាឡើយបន្ទាប់ពីគាត់ស្លាប់បាត់ទៅខ្ញុំគ្មានជំរឿអ្វីក្រៅពីខ្លាចជាក្មេងសំទៀនអង្វរកសុំអាហារបន្តិចបន្តួចដើម្បីរស់រានមានជីវិតនោះទេរូបភាពអតីតកាលផុសឡើងយ៉ាងច្បាស់នៅក្នុងប្រអប់ដង្ហើមរបស់គេរឿងរ៉ាវទាំងនោះនៅតែដក់ជាប់ក្នុងអារម្មណ៍ហាក់ដូចជាទើបតែកើតឡើងកាលពីម្សិលមិញអញ្ចឹងនៅក្នុងថ្ងៃរដូវរងាដ៏ត្រជាក់ញាក់សាច់នោះខ្ញុំកំពុងតែដេករង់ចាំសេចក្តីស្លាប់នៅតាមដងផ្លូវដោយគ្មាននរណាម្នាក់ឲ្យជួយសង្គ្រោះឡើយរឿងដែលគួរឲ្យអស់សំណើចនោះគឺភាពអត់ឃ្លានវាធ្វើទរណកម្មរូបខ្ញុំខ្លាំងជាងភាពត្រជាក់ទៅទៀតយួនចង់បន្តពណ៌នាពីអារម្មណ៍នៅពេលនោះដោយការឈឺចាប់បន្ទាប់ពីអត់បាយអស់ជាង10ថ្ងៃខ្ញុំក៏ឈានដល់ចំណុចមួយដែលត្រៀមខ្លួនរួចជាស្រេចក្នុងការសម្លាប់នរណាម្នាក់ដើម្បីដណ្ដើមយកអាហាររបស់ពួកគេប្រសិនបើកាលនោះខ្ញុំមិនមែនជាក្មេងទេខ្ញុំច្បាស់ជាខ្លាចជាចោរព្រៃបាត់ទៅហើយប្រសិនបើគ្មានចាស់ទុំម្នាក់ឆ្លងកាត់ទីនោះហើយជួយសង្គ្រោះខ្ញុំទាន់ពេលទេខ្ញុំច្បាស់ជាស្លាប់នៅកណ្ដាលផ្លូវនោះដោយគ្មានអ្នកដឹងឡើយយួនចុងញញឹមតិចៗបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅប៉ាហូសានគឺជាអ្នកមានគុណរបស់ខ្ញុំពួកគេបានចិញ្ចឹមបីបាច់និងមើលថែក្មេងសុំទានដ៏អត់ឃ្លានម្នាក់ទោះបីជាការនោះប៉ាកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយតាំងពីពេលនោះមករាល់ពេលដែលខ្ញុំឃើញមនុស្សកំពុងអត់ឃ្លានការចងចាំចាស់ៗទាំងនោះក៏លោតត្រឡប់មកវិញជានិច្ចប្រហែលជាដោយសារតែខ្ញុំដឹងច្បាស់ថាវាលំបាកនិងឈឺចាប់ប៉ុណ្ណាយួនចង់យកដៃខ្ទប់មុខដោយក្តីសោកស្ដាយខ្ញុំពិតជាមិនអាចទប់អារម្មណ៍ខ្លួនឯងបានទេនៅពេលនោះខ្ញុំអាចទទួលដឹងយ៉ាងច្បាស់ពីការឈឺចាប់ដ៏ឆ្អឹងដែលធ្លាប់បានឆ្លងកាត់ជូហ្គលផ្ទៀងត្រចៀកស្ដាប់ដោយភាពស្ងៀមស្ងាត់រួចឆ្លើយតបយ៉ាងខ្លីខ្ញុំយល់យួនចង់ងាកមកសួរដោយមិនជឿឯងយល់មែនឬជូហ្គលងក់ក្បាលបញ្ជាក់ប្រកបណាស់យួនចង់សួរដោយសម្លេងញ័រចុះទោះបីជាឯងត្រូវស្លាប់ដោយសារខ្ញុំក៏ដោយក៏ឯងនៅតែយល់ស្របនឹងខ្ញុំដែរឬតើឯងនឹងនិយាយថាមិនអីទេហើយថាឯងយល់ពីអ្វីដែលខ្ញុំបានធ្វើទោះបីជាពេលនោះពួកយើងកំពុងនៅយមលោកក៏ដោយមែនទេយួនចង់បន្ទោសខ្លួនឯងមិនឈប់វាពិតជាទង្វើដ៏ល្ងងខ្លៅហួសថ្លែងការជួយអ្នកដែលយើងសូម្បីតែឈ្មោះក៏មិនស្គាល់អាចជាអំពើល្អមួយប៉ុន្តែខ្ញុំមិនគួរភ្លេចទេថាការរក្សាសុវត្ថិភាពដល់សិស្សប្អូនរួមបកគឺជាសំខាន់ដូចគ្នាខ្ញុំថែមទាំងបានយកដាវរបស់បកទៅលក់ទៀតផងពេលត្រឡប់ទៅដល់បកហួសានវិញខ្ញុំនឹងសារភាពកំហុសទាំងអស់នៅចំពោះមុខមេបកខ្ញុំមិនដឹងទេថាតើខ្ញុំអាចមានសិទ្ធិទទួលយកដាវផ្កាភ្លុំមកកាន់វិញបានឬអត់តើខ្ញុំមានមុខអ្វីទៅនិយាយពេលដល់ពេលនោះទៅជូហ្គោបកដៃបដិសេធរាល់ការគិតរបស់យួនចុងឯងនឹងមិនត្រូវគេដាក់ទោសដោយសារតែយកដាវផ្កាភ្លុំទៅលក់នោះទេទោះបីជាឯងអាចនឹងត្រូវគេស្ដីបន្ទោសចំពោះអ្វីដែលកំពុងកើតឡើងឥឡូវនេះក៏ដោយយួនចុងសួរដោយភាពងឿងឆ្ងល់ហេតុអីជូហ្គោបញ្យល់ពីទស្សនៈរបស់ជុងមយងគឺថាដាវផ្កាភ្លុំពិតជារបស់បកហួសានមែនប៉ុន្តែវាមិនមែនជារបស់ស័ក្តិសិទ្ធិអ្វីនោះទេប្រសិនបើជុងមយងបានលឺនរណាម្នាក់ហៅដាវផ្កាភ្លុំថាជារបស់ស័ក្តិសិទ្ធិជូហ្គលធ្វើត្រាប់តាមសំឡេងនិងទឹកមុខក្រអឺតក្រទមរបស់ជុងមយងអីគេរបស់ស័ក្តិសិទ្ធិបើឯងហៅដាវដែលមានក្បាច់ផ្កាភ្លុំមួយថាជារបស់ស័ក្តិសិទ្ធិអញ្ចឹងឯងគួរតែចាត់ទុកសម្លៀកបំពាក់ទាំងនេះឲ្យស្មើគ្នាដែរទៅគេច្បាស់ជានិយាយបែបនេះមិនជូហ្គលដាក់ដៃលើស្មាយួនចុងដើម្បីផ្ដល់កម្លាំងចិត្តអ្វីដែលសំខាន់មិនមែនជាអ្វីដែលគេដឹកបាននិយាយអ្វីដែលសំខាន់មិនមែនជាការគេចវេះមិនឲ្យធ្វើខុសនោះទេប៉ុន្តែជាការរៀនសូត្រពីកំហុសទាំងនោះតើឯងបានរៀនសូត្រពីកំហុសរបស់ឯងហើយឬនៅយួនចង់ញញឹមឡើងវិញដោយក្តីសង្ឃឹមនិងភាពជឿជាក់ប្រកាសណាស់ខ្ញុំបានរៀនសូត្ររួចហើយជូហ្គលសើចតិចៗរួចតបទៅវិញដោយក្តីរំភើបបើអញ្ចឹងមិនមែនវាខ្លាចជារឿងសំខាន់បំផុតទៅហើយទេឬឆាប់ចូលគេងទៅនៅមានការងារច្រើនទៀតដែលត្រូវធ្វើពួកយើងត្រូវប្រមូលអារម្មណ៍ស្វែងរកស្មៅអធិរាជហើយប្រញាប់ត្រឡប់ទៅបហូសានវិញយួនចង់ងក់ក្បាលយល់ស្របឯងនិយាយត្រូវហើយជូហ្គលដើរចេញទៅទម្លាក់ខ្លួនគេងបន្តទុកឲ្យយួនចុងអង្គុយគិតតែម្នាក់ឯងទោះជាយ៉ាងណាក្នុងចិត្តរបស់ជូហ្គលកំពុងលួចគិតរឿងមួយយ៉ាងយួនចុងអ្វីដែលឯងបានធ្វើអាចជារឿងខុសប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តណាស់ដែលឯងជាមនុស្សមានបេះដូងល្អបែបនេះសម្រាប់ឲ្យបានច្រើនទៅសិស្សច្បងបើលើព្រះអាទិត្យរះជះចូលមកក្នុងបន្ទប់បង្ហាញឲ្យឃើញក្អមទឹកមួយនិងកូនពេញទឹកដែលរលកញ័រតិចៗដោយសារសម្លេងរំញ័រពីខាងក្រៅសម្លេងដ៏ទន់ខ្សោយនិងត្រដាបត្រដួសរបស់ជុងមយងបន្លឺឡើងអមដោយភាពវេទនាទឹកសុំទឹកត្រជាក់តែមួយពែងមក